សុបិននិមិត្តទាំង16ប្រការរបស់ព្រះបាទបសេនទីកោសលនិងការព្យាករណ៍របស់ព្រះដ៏មានព្រះភិក្ខគ្រប់សុបិនទាំងអស់ទាំង16ប្រការសេចក្តីពិស្ដារមានដូចតទៅសុបិននិមិត្តទី1សុបិននិមិត្តទី1យល់ឃើញថាគោឧសភរាជទាំងឡាយ4ក្បាលគិតថានឹងជល់គ្នាតែបែរជាមិនជល់គ្នាទៅវិញព្រះមានព្រះភិក្ខទ្រង់បកស្រាយថាក្នុងការខាងមុខព្រះរាជាមិនតាំងនៅក្នុងធម៌ពួកមនុស្សមិនតាំងនៅក្នុងធម៌កុសលធម៌ថយចុះអកុសលធម៌កើនឡើងភ្លៀងក៏មិនទៀងទាត់ធ្វើស្រែដំណាំក៏មិនសូវបានផលប្រៀបបីដូចជាគោដែលបំរុងនឹងជល់គ្នាបែរជាមិនជល់ទៅវិញសុបិននិមិត្តទី2សុបិននិមិត្តទី2ឃើញថាដើមឈើតូចតូចដុះចេញពីផែនដីបានត្រឹមប្រមាណ1ចំអាមខ្លះមួយគក់ខ្លះក៏ចេញផ្លែផ្កាព្រះមានព្រះភិក្ខទ្រង់ព្យាករណ៍ថាក្នុងការខាងមុខមនុស្សនៅមានអាយុតិចព្រោះសត្វទាំងឡាយក្នុងអនាគតនឹងមានរាគៈខ្លាំងក្លាកុមារីកុមារាមិនទាន់គ្រប់ការក៏ចេះតាក់ទងគ្នាប្រៀបបីដូចជាដើមឈើដែលមិនធំនៅតូចហើយអាចចេញនៅផ្លែផ្កាបានសុបិននិមិត្តទី3សុបិននិមិត្តទី3ឃើញថាមេគោធំនាំគ្នាទៅបៅដោះវងគោទូចដែលទើបនឹងកើតព្រះអង្គទ្រង់ព្យាករណ៍ថាក្នុងការខាងមុខមនុស្សទាំងឡាយលះបង់ការគោរពឱនលំទោនក្នុងរាមច្បងមនុស្សចាស់ទុំពួកមនុស្សទាំងនោះរកទ្រព្យសម្បត្តិបានមកដោយខ្លួនឯងមិនបានយកចិត្តទុកដាក់បែងចែកទ្រព្យសម្បត្តិនោះដើម្បីចិញ្ចឹមមាតាបិតាធ្វើឲ្យមាតាបិតាលំបាកក្នុងការចិញ្ចឹមជីវិតក៏ខំទៅយកចិត្តដល់កូនទាំងនោះប្រៀបបីដូចជាមេគោធំទៅបៅដោះកូនគោទូចដូច្នោះដែរសុបិននិមិត្តទី4សុបិននិមិត្តទី4ឃើញថាពួកមនុស្សមិនទឹមគោធំដែលធ្លាប់អូសរទេះដែលមានកម្លាំងខ្លាំងក្លាតែបែរជាទៅទឹមគោតូចដែលមិនអាចអូសរទេះបានព្រះអង្គទ្រង់ព្យាករណ៍ថាក្នុងការខាងមុខព្រះរាជាមិនតាំងនៅក្នុងធម៌ព្រះអង្គមិនព្រះរាជទានយុះដល់អាមាត្យជាបណ្ឌិតឆ្លាតមានសមត្ថភាពតែបែរជាផ្ដល់តំណែងដល់មនុស្សកំឡោះល្ងងមិនមានប្រាជ្ញាយ៉ាងណាមិញប្រៀបបីដូចជាមនុស្សមិនទឹមគោធំបែរជាទៅទឹមគោតូចដែលមិនអាចអូសរទេះបានដូច្នោះដែរសុបិននិមិត្តទី5សុបិននិមិត្តទី5យល់សុបិនថាសេះមួយមានក្បាល2មានមាត់2ពួកជននាំគ្នាឲ្យស្មៅដល់មាត់ទាំងពីររបស់សេះនោះព្រះអង្គទ្រង់ព្យាករណ៍ថាក្នុងការខាងមុខព្រះរាជាមិនតាំងនៅក្នុងធម៌បានតែងតាំងមនុស្សមិនប្រកបដោយធម៌ក្នុងតំណែងជាអ្នកកាន់ច្បាប់វិនិច្ឆ័យក្តីមនុស្សទាំងនោះជាបុគ្គលពាលមិនអើពើក្នុងបុណ្យនិងបាបការកាត់ក្តីក៏ទទួលសំណោកទាំងសងខាងប្រៀបបីដូចជាសេះដែលមានក្បាល2មាត់2ទទួលនៅស្មៅទាំងសងខាងដូច្នោះសុបិននិមិត្តទី6សុបិននិមិត្តទី6គឺមហាជនដុសខាត់ថាសមាសដែលមានតម្លៃរាប់សែនកហបណៈហើយនាំយកទៅឲ្យឆ្កែចចកមួយក្បាលជុះនោមដាក់ថាសមាសនោះព្រះអង្គទ្រង់ព្យាករណ៍ថាក្នុងការព្រះរាជាមិនតាំងនៅក្នុងធម៌ស្អប់ខ្ពើមអ្នកសម្បូរដោយជាតិមិនប្រទានយុះបែរជាប្រទានយុះឲ្យអ្នកមិនមានត្រកូលអ្នកត្រកូលទាបខ្លាយជាអ្នកធំចំណែកត្រកូលធំទៅជាទាបត្រកូលធំអាស្រ័យដើម្បីរស់ទើបនាំកូនស្រីរបស់ខ្លួនទៅឲ្យត្រកូលទាបទាំងនោះយ៉ាងណាមិញប្រៀបបីដូចជាការយកថាសមាសដែលមានតម្លៃថ្លៃរាប់សែនកហបណៈទៅឲ្យឆ្កែចចកជុះនោមដាក់ដូច្នោះសុបិននិមិត្តទី7ឃើញថាមានបុរសម្នាក់អង្គុយវិញខ្សែហើយចុងខ្សែមកខាងធ្លាក់ទៅក្រោមជើងម៉ាមានឆ្កែចចកញីនៅខាងក្រោមអង្គាមខ្សែនោះតែបុរសអ្នកវិញខ្សែមិនបានដឹងព្រះអង្គទ្រង់ត្រាស់ថាក្នុងការខាងមុខពួកស្រីទាំងឡាយមានសេចក្តីលេះលោះភ្លើតភ្លើនក្នុងពួកបុរសចូលចិត្តផឹកស៊ីសប្បាយសុរាដើរលេងកម្សាន្តជាស្ត្រីនិងជានារីទ្រុសិលនាំយកទ្រព្យដែលស្វាមីរកបានពីការងារដោយលំបាកទៅទិញស្រាផឹកជាមួយប្រុសសហាយទិញផ្កាទិញរបស់ផ្សេងសំបីពូជស្រូវដែលទុកគ្រាន់ដើម្បីទៅពូជក៏យកទៅលក់ដើម្បីទិញស្រាយ៉ាងណាមិញប្រៀបបីដូចជាបរោះវិញខ្សែធ្លាក់ទៅក្រោមត្រូវឆ្កែចចកញីអង្គាមស៊ីហើយមិនបានដឹងដូច្នោះដែរសុបិននិមិត្តទី8ឃើញថាពាងទឹកមួយមានទឹកពេញព្រាបហើយមានពាងទឹកទទេតូចជាច្រើនព័ទ្ធជុំវិញវណ្ណៈទាំង4កាន់ឆ្នាំងដាក់ទឹកមកពីទិសទាំង4
នឹងទិសតូចៗយកមកចាក់ក្នុងពាងដែលមានទឹកពេញហើយនោះមិនរវល់នឹងពាងដែលគ្មានទឹកសោះព្រះអង្គទ្រង់ព្យាករណ៍ថាក្នុងការខាងមុខស្រុកនិគមនិងសត្វអត់ឃ្លានព្រះរាជាទាំងឡាយក៏ក្រលំបាកព្រះរាជាជាធំមានអំណាចប្រមូលទ្រព្យពីប្រជានុរាស្ត្រមកទុកក្នុងឃ្លាំងប្រជារាស្ត្រដែលប្រមូលផលបានមិនហ៊ានទុកនៅក្នុងជង្រុករបស់ខ្លួនសូម្បីដឹងថាក្នុងជង្រុកខ្លួនទទេក៏ដោយយ៉ាងណាមិញប្រៀបដូចពួកមនុស្សនាំគ្នាមកពីទិសផ្សេងៗដងទឹកចាក់ក្នុងពាងដែលពេញមិនខ្វល់ពីពាងទឹកដតីដែលគ្មានទឹកនោះដូច្នោះដែរសុបិននិមិត្តទី9ស្រះបោកខរណីមួយពោពេញដោយម្ទុំ5ពណ៌មានទឹកជ្រៅត្រង់កណ្ដាលសត្វទាំងឡាយនាំគ្នាចុះផឹកទឹកស្រះនោះជុំវិញប៉ុន្តែត្រង់កណ្ដាលស្រះដែលមានទឹកជ្រៅនោះបែរជាល្អក់ចំណែកខាងដែលមានទឹកតិចបែរជាថ្លាទៅវិញព្រះអង្គទ្រង់ព្យាករណ៍ថាក្នុងការខាងមុខព្រះរាជាមិនតាំងនៅក្នុងធម៌ជាអ្នកល្មោក្នុងទ្រព្យសម្បត្តិមិនស្រឡាញ់ប្រជារាស្ត្របៀតបៀនរាស្ត្រដោយគេគៀបអំពើនិងគ្រឿងយន្តតម្រូវយកសួយសារអកផ្សេងប្រជារាស្ត្រនាំគ្នាចាក់ចោលស្រុកនិគមទៅនៅវិជាដែនតាំងលំនៅណែនណាន់តាំតាប់នៅទីនោះរីឯកណ្ដាលក្រុងវិញស្ងាត់ឈឹងយ៉ាងណាមិញប្រៀបបីដូចជាទឹកក្នុងស្រះបោកខរណីល្អក់ត្រង់កណ្ដាលបែរជាថ្លានៅខាងវិញដូច្នោះដែរសុបិននិមិត្តទី10បាយក្នុងឆ្នាំងតែមួយឆៅក៏មានឆ្អិនក៏មានជ្រាយក៏មានព្រះអង្គទ្រង់ព្យាករណ៍ថាក្នុងការខាងមុខព្រះរាជាមិនតាំងនៅក្នុងធម៌អ្នករាជការកហបតីព្រាហ្មណ៍ពួកមនុស្សទាំងអស់មិនតាំងក្នុងធម៌ខ្យល់បក់មិនស្មើបក់ខ្លាំងធ្វើឲ្យអាកាសទេវតានិងវិមានទេវតាញាប់ញ័រពួកទេវតាខឹងក្រោធក៏បណ្ដាលឲ្យភ្លៀងធ្លាក់មិនស្មើក្នុងស្រុកនិគមរាជធានីសំបីក្នុងត្រពាំងតែមួយការភ្លៀងធ្លាក់ខាងជើងក៏មិនធ្លាក់ខាងត្បូងតែបើធ្លាក់ខាងត្បូងវិញក៏មិនធ្លាក់ខាងជើងស្រូវក៏ស្វិតស្រពោនខ្លះទឹកលិចរលួយខ្លះយ៉ាងណាមិញប្រៀបបីដូចជាបាយក្នុងឆ្នាំងតែមួយមានឆៅខ្លះឆ្អិនខ្លះជ្រាយខ្លះដូច្នោះដែរសុបិននិមិត្តទី11មនុស្សទាំងឡាយយកក្លឹមច័ន្ទដែលមានតម្លៃសែនកហបណៈទៅដោះដូរជាមួយនឹងប្រេងស្អុយព្រះអង្គទ្រង់ព្យាករណ៍ថាក្នុងការខាងមុខពួកភិក្ខុអាឡជ្ជីសម្លឹងដល់បច្ច័យសម្ដែងធម៌ដែលតថាគតតេះដៀលក្នុងបច្ច័យដល់ជនទាំងនោះទៅសម្ដែងដល់ជនទាំងនោះមិនសម្ដែងធម៌ផុតចាកបច្ច័យជាធម៌ដល់ព្រះនិព្វានពួកភិក្ខុសាមណេរទាំងនោះយកធម៌របស់តថាគតទៅសម្ដែងដើម្បីដូរយកបច្ច័យ4យ៉ាងណាមិញប្រៀបបីដូចជាមនុស្សទាំងឡាយយកក្លឹមច័ន្ទដែលមានតម្លៃសែនកហបណៈទៅដូរយកប្រេងស្អុយដូច្នោះដែរសុបិននិមិត្តទី12ផ្លែឃ្លោកដែលគេយកបណ្ដូលចេញអស់ហើយលិចទឹកព្រះអង្គទ្រង់ព្យាករណ៍ថាក្នុងការខាងមុខព្រះរាជាមិនតាំងនៅក្នុងធម៌មិនប្រទានយោះដល់ត្រកូលសម្បូរដោយជាតិបែរជាប្រទានដល់អ្នកគ្មានត្រកូលវិញពាក្យសម្ដីពួកគ្មានត្រកូលដូចជាសម្បកឃ្លោកគឺជាពាក្យប្រចប់ប្រចែងគ្មានបានការគ្មានមូលដ្ឋានច្បាស់លាស់ជាពាក្យសម្ដីរបស់អ្នកទ្រុសិលប៉ុន្តែព្រះរាជាបែរជាយល់ថាពាក្យនោះជាពាក្យដែលមានខ្លឹមសារជាពាក្យដែលនាំឲ្យមានសេចក្តីចម្រើនទៅវិញប្រៀបបីដូចជាឃ្លោកដែលអស់ក្លឹមខាងក្នុងអស់សាច់ខាងក្នុងហើយបែរជាលិចទឹកសុបិននិមិត្តទី13ដុំថ្មតាន់ប៉ុនប្រាសាទអណ្ដែតលើទឹកដូចជាទូកព្រះអង្គទ្រង់ព្យាករណ៍ថាក្នុងការខាងមុខព្រះរាជាមិនតាំងនៅក្នុងធម៌តែងតាំងអ្នកគ្មានត្រកូលឲ្យជាធំហើយមនុស្សមានពូជពងវងត្រកូលក៏ដុនដាបតោកយ៉ាក់ទៅគ្មានអ្នកគោរពអ្នកមានត្រកូលបែរជាគោរពអ្នកមិនមានត្រកូលជាអ្នកធំវិញចំណែកពាក្យសម្ដីអ្នកមានត្រកូលឆ្លាតនិយាយទៅបែរជាគេសើចចំអកឡក់លើយថាជាពាក្យមិនត្រឹមត្រូវពាក្យមិនបានការពាក្យគ្មានប្រយោជន៍យ៉ាងណាមិញប្រៀបបីដូចជាដុំថ្មតាន់បែរជាអណ្ដែតក៏យ៉ាងដូច្នោះដែរសុបិននិមិត្តទី14ពួកកង្កែបដែលមានខ្លួនតូចប៉ុនផ្កាស្វាយអាចរត់ដេញខាំពុះវែកដែលមានទំហំធំព្រះអង្គទ្រង់ព្យាករណ៍ថាក្នុងការខាងមុខពួកមនុស្សមានរាគៈចរិតខ្លាំងក្លាមានជាតិអាក្រក់ប្រព្រឹត្តទៅក្នុងអំណាចភរិយា
ទ្របរបស់ខ្លួនទាំងឡាយដែលគ្រប់គ្រងដោយភរិយាទាំងនោះកាលស្វាមីសួរតាក់ទងដល់ទ្រព្យសម្បត្តិនោះពួកស្ត្រីជាប្រពន្ធទាំងនោះក៏ជេរបរោះទាំងនោះដោយមាត់ដូចជាលំពែងយ៉ាងណាមិញប្រៀបបីដូចជាពួកកង្កែបដែលមានខ្លួនតូចតូចប៉ុនផ្កាស្វាយរត់ដេញខាំពុះវែកដែលមានមៀតធំធំដូច្នោះសុបិននិមិត្តទី15ហ្វូងស្ដេចហង្សមាសនាំគ្នាទៅហែហោមសត្វក្អែកទៅវិញព្រះអង្គទ្រង់ព្យាករណ៍ថាក្នុងការខាងមុខព្រះរាជាមិនឆ្លាតវៃក្នុងសិល្បៈមិនមានបញ្ញាក្នុងការតែងតាំងមិនប្រទានភាពជាធំដល់កុលបុត្រមានជាតិស្មើគ្នាចំណែកពួកអ្នកមានជាតិមានត្រកូលមិនបានទីពឹងពីរាជត្រកូលហើយក៏ទៅអែបអបអ្នកគ្មានត្រកូលដើម្បីចិញ្ចឹមជីវិតវិញយ៉ាងណាមិញដូចជាហ្វូងស្ដេចហង្សមាសនាំគ្នាហែហោមសត្វក្អែកទៅវិញដូច្នោះដែរសុបិននិមិត្តទី16ឃើញហ្វូងពពែនាំគ្នាដេញហ្វូងខ្លាស៊ីទៅវិញពួកហ្វូងខ្លាឃើញពពែក៏ភ័យរត់តក់ស្លុតចូលក្នុងកំពូតព្រៃទៅព្រះអង្គទ្រង់ព្យាករណ៍ថាក្នុងការខាងមុខពួកអ្នកគ្មានត្រកូលអែបអបព្រះរាជាបានជាធំចំណែកអ្នកមានត្រកូលទៅជាក្រលំបាកវិញពួកអ្នកគ្មានត្រកូលធ្វើឲ្យព្រះរាជាជឿលើពាក្យសម្ដីរបស់ខ្លួនបានដ៏ងាយហើយនាំគ្នារុករានយកដីអ្នកស្រុករហូតដល់អ្នកមានត្រកូលមានការប្តឹងគ្នារហូតដល់ព្រះរាជាតែត្រូវអ្នកគ្មានត្រកូលគំរាមកំហែងអ្នកមានត្រកូលក៏យល់ព្រមឲ្យដីធ្លីរបស់ខ្លួនទៅអ្នកដែលគ្មានត្រកូលនោះវិញយ៉ាងណាមិញប្រៀបបីដូចជាហ្វូងពពែនាំគ្នាដេញហ្វូងខ្លាឲ្យរត់ចូលព្រៃដូច្នោះឯងសុបិនទាំង16ប្រការរបស់ព្រះរាជាបសេតិកោសលនិងការព្យាករណ៍របស់ព្រះដ៏មានព្រះភិក្ខគ្រប់ចំណុចទាំង16នៅក្នុងនោះគឺមានពាក្យថាប្រកបដោយធម៌មានត្រកូលអត់ត្រកូលជាដើមសេចក្តីបញ្ជាក់និងសេចក្តីបន្ថែមជាការជំនួយពាក្យថាត្រកូលគឺបានន័យថាបានដល់ពូជពងពាក្យថាពូជពងនោះគឺបានន័យថាជាអ្នកដែលមានការអប់រំបង្រៀនពីគ្រួសារនិងការយកចិត្តទុកដាក់ឲ្យសិក្សាពីគ្រួសារពាក្យថាចេះដឹងគឺបានដល់អ្នកដែលដឹងខុសដឹងត្រូវដឹងរាក់ដឹងជ្រៅពាក្យថាអ្នកដឹងរាក់ដឹងជ្រៅអ្នកចេះដឹងខុសដឹងត្រូវគឺបានដល់ផ្នែកធំប្រមាណ3ទី1គឺផ្នែកនយោបាយគឺការគ្រប់គ្រងដល់ប្រជាពលរដ្ឋនិងការគ្រប់គ្រងក្តោបប្រទេសទាំងមូលទី2គឺផ្នែកសេដ្ឋកិច្ចតាក់ទងជាមួយនឹងការគ្រប់គ្រងធនធានក្នុងប្រទេសការនាំចេញទៅក្រៅនិងនាំពីក្រៅចូលមកក្នុងវិញទី4ទី3គឺផ្នែកការគ្រប់គ្រងនិងការពារគឺបានដល់ក្បួនសឹកគឺជាអ្នកដែលមានចំណេះដឹងផ្នែកតាក់ទងជាមួយនឹងកងទ័ពនេះគឺពាក្យថាត្រកូលទាបខ្ពស់ហើយសម្រាប់តាក់ទងជាមួយនឹងពាក្យប្រើសម្រាប់ព្រះរាជាគឺព្រះរាជាដែលមិនប្រកបដោយធម៌នោះគឺបានដល់ព្រះរាជាក្សត្រសម្ដេចនាយករដ្ឋមន្ត្រីប្រធានាធិបតីដែលមិនមានសមត្ថភាពមិនមានបញ្ញាក្នុងការប្រើប្រាស់មនុស្សតាមឋានៈតាមតំណែងដែលពួកគាត់បានតែងតាំងឲ្យធ្វើការព្រោះហេតុដូច្នោះហើយបានទៅជាហិនហោចប្រទេសនេះគឺជាអត្ថន័យបន្ថែមតាក់ទងជាមួយនឹងពាក្យថាត្រកូលហើយនិងពាក្យថាមិនប្រកបដោយធម៌